បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់ចេញវីដេអូមួយដែលតាក់ទងនឹងtrending យើងក្នុង social media កាលមុនវាចេញរៀងយូរដែរហើយតែខ្ញុំអត់បានចេញវីដេអូធ្វើណាដោយសារតែមានអ្នកគ្រូមួយហ្នឹងនៅសាលាមួយហ្នឹងគាត់ខឹងសិស្សអត់ធ្វើ assignment ហើយគាត់ធ្វើការងារផ្ទះហើយគាត់បោកសភៅសិស្សចោលហើយទៅមានអាជើងត្រាម៉ាមួយហ្នឹងគាត់ផុសវីដេអូអាប្អូនហ្នឹងណាគាត់ផុសវីដេអូរឿងថាគ្រូសម័យនេះហើយគួររៀនប្រើអំពើហិង្សាគួរប្រើអីហើយហេតុអីបានត្រូវស្អប់គ្រូបងអូនហេតុអីបានត្រូវខឹងគ្រូមានដល់ថ្នាក់បង្កើតក្រុមគ្នាឯងហ្នឹងនិយាយដើមគ្រូទៀតបងអូនធ្វើចឹងទៅអីអូនសាកសម័យមើលមនុស្សបើសិនជាគេមិនស្រឡាញ់យើងគេមិននិយាយទេអ្នកគ្រូលោកគ្រូបើគាត់មិនស្រឡាញ់ប្អូនណាគាត់អត់និយាយទេបើសិនជាគាត់មិនចូលចិត្តមនុស្សហ្នឹងតែមុខក៏គាត់មិនមើលផងហើយគាត់ចង់ឲ្យប្អូនរៀនហ្នឹងវាតាក់ទងនឹងអនាគតរបស់ប្អូនដែរសួរថាទៅមុខពេលប្អូនអត់មានអីស៊ីអ្នកគ្រូលោកគ្រូគាត់អត់អីស៊ីជាមួយប្អូនទេពេលប្អូនក្រលំបាកតោកយ៉ាអ្នកគ្រូលោកគ្រូគាត់ទៅក្រលំបាកតោកយ៉ាមួយប្អូនណាពេលឪពុកម្ដាយប្អូនឈឺប្អូនគ្មានលុយទៅមើលគាត់គ្មានលុយបង់ធនាគារអ្នកគ្រូលោកគ្រូទៅជួយបងដែរប្អូនស្ដាប់ណាអនាគតជារបស់យើងណាមានស៊ីអត់ស៊ីមានក្រលំបាកតោកយ៉ាវេទនាគឺអាស្រ័យលើយើងអត់ពាក់ព័ន្ធនឹងគ្រូទេហើយគ្រូនិយាយនឹងដើម្បីខ្លួនគាត់ឬក៏ដើម្បីអ្នកទាំងអស់គ្នាហើយគ្រាន់តែគ្រូឲ្យរៀនហេតុអីបានជាបងប្អូនទាំងអស់គ្នាហេតុអីបានជាបងប្អូនទាំងអស់គ្នាខឹងគ្រូអនាគតខ្លួនឯងសោះគាត់ខ្លាចយើងវេទនាលំបាកណាបានគាត់និយាយណាបើសិនជាមនុស្សគាត់មិនចូលចិត្តវិញតែមុខគាត់មិនមើលផងបងអូនស្ដាប់ណាហេតុអីបានត្រូវរៀនមនុស្សយើងដូចដបទឹកសុទ្ធមួយអញ្ចឹងបើសិនជាដបទៅទេបងអូនយកទៅលក់នៅអេតចាយពីមិនបាន100រៀលលុយខ្មែរផងប៉ុន្តែដបហ្នឹងបើសិនជាបងអូនយកទៅដាក់ទឹកសុទ្ធមួយដប1000ដាក់ទឹកគូលែនមួយដប2000បើសិនជាយើងយកទៅដាក់ទឹកដោះគោមួយដបវាកាន់តែថ្លៃជាងហ្នឹងទៀតហើយបើសិនជាបងអូនយកដបហ្នឹងទៅដាក់ស្រាដែលមានតម្លៃដែលមានយីហោខ្ពស់វាអាចឡើងដល់រាប់រយដុល្លាររាប់ពាន់ដុល្លារមនុស្សយើងដូចគ្នាបងអូនខួរក្បាលបើសិនជាខួរក្បាលបងអូនមានតែហ្គេមមានតែការដើរលេងមានតែការសប្បាយប៉ោឡែពាលាអាវ៉ាតែបងអូនមនុស្សគ្មានតម្លៃគ្មានប្រយោជន៍អីក្នុងសង្គមទេអាគ្មានប្រយោជន៍ទៅខ្លួនឯងមិនអស់ចិត្តវាទៅបំផ្លាញប្រយោជន៍គេក្នុងសង្គមទៀតសង្គមជាតិមួយខ្លាំងបានលុះត្រាតែប្រជាជនវាខ្លាំងបើស្អិនជាប្អូនជាទំពាំងស្នងរិស័យប្អូនរលួយបែបហ្នឹងទោះតែបានអតីក្លឹមមកពីណាវាមានតែរិស័យរលួយខួរក្បាលយើងដូចគ្នាណាបងអូនដូចដបទឹកហ្នឹងអញ្ចឹងបើសិនជាបងអូនផ្ទុករបស់គ្មានតម្លៃបងអូនឯងគ្មានតម្លៃទេផ្ទុយទៅវិញតែបងប្អូនផ្ទុកចំណេះដឹងអនាគតរបស់បងអូននឹងភ្លឺស្វាងឡើងហើយស្ដាប់វីដេអូមួយនេះបងអូនចង់ខឹងអ្នកគ្រូឬក៏ចង់ស្រឡាញ់អ្នកគ្រូចង់ស្អប់អ្នកគ្រូចង់ថាអីពិចារណាមើលខ្លួនឯងគិតបន្តិចណាបងអូនគិតបន្តិចអ្នកអត់ស៊ីមានស៊ីមិនតាក់ទងនឹងអ្នកគ្រូលោកគ្រូទេតែគាត់ប្រឹងនិយាយដើម្បីអីនិយាយទៅគេស្អប់តដែរហ្នឹងណាពិចារណាមើលខ្លួនឯងទៅតើគួរស្អប់ឬក៏ស្ដាប់គ្រូហើយសូមអរគុណបងប្អូនទាំងអស់គ្នាថ្ងៃនេះមានតែវីដេអូមួយហ្នឹងទេចង់ចែករំលែកបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូបែបហ្នឹងសូមជួយ comment like share និងចែករំលែកទៅមនុស្សជាទីស្រឡាញ់របស់បងប្អូនផងសូមអរគុណសូមជម្រាបលាជូនពរហេងៗទាំងអស់គ្នា